ព្រះអង្គគ្រូជាទីគោរពនៅពេលដែលខ្ញុំព្រះករុណាចម្រើនមេរៀនណាមួយរបស់ព្រះអង្គគ្រូនៅក្នុងចំណោមមេរៀនទាំង18នោះខ្ញុំព្រះករុណារមែងបានដល់នូវសេចក្តីស្ងប់ហើយការស្ងប់នោះក៏នាំឲ្យមាននិមិត្តឃើញរូបខ្លួនឯងប្រែប្រួលបែកធ្លាយទៅជាប្រការផ្សេងដូចជាคล้ายជាកំណត់ដីរឹងคล้ายជាថ្មទន់ជ្រាយរលះរលួយឬคล้ายជាវត្ថុរាវគួរសោកខ្ពើមជាដើមនៅពេលដែលបានឃើញឬបានជួបនិមិត្តនៅក្នុងសមាធិយ៉ាងដូចនេះខ្ញុំព្រះករុណាតែងធ្វើយោនិសោមនសិការៈក្នុងចិត្តថាកាយឬរូបជាធម្មជាតិមិនទៀងធម្មជាតិណាមិនទៀងធម្មជាតិនោះជាទុក្ខជាអនត្តាមិនមែនយើងមិនមែនរបស់យើងមិនមែនខ្លួនយើងឬសត្វបុគ្គលជាដើមឡើយតែបញ្ហាស្ថិតត្រង់ថាខ្ញុំព្រះករុណាមិនអាចចម្រើនមេរៀនបន្តបានដោយសារតែការផ្លាស់ប្ដូរទៅនៃកាយឬរូបនេះឯងដូច្នេះហើយទើបខ្ញុំព្រះករុណាបានបដូរទៅជាការចម្រើនអានាបានសតិវិញរហូតដល់អាចកំណត់កាយបានឡើងវិញទើបត្រឡប់ទៅចម្រើនមេរៀនរបស់ព្រះអង្គគ្រូបន្តឬក៏ក្នុងករណីជាច្រើនក៏ដាក់សមាធិត្រឹមនឹងតែម្ដងប្រការនេះធ្វើឲ្យខ្ញុំព្រះករុណានៅវល់វល់ត្រង់កន្លែងរូបផ្លាស់ប្ដូរបែកធ្លាយក្នុងនិមិត្តនោះឯងហាក់មិនទៅណាឆ្ងាយជាងនឹងសោះព្រះអង្គគ្រូតើព្រះអង្គគ្រូមានអ្វីជួយឲ្យវិបស្សនារបស់ខ្ញុំព្រះករុណាបានរីកចម្រើនទៅមុខជាងនេះដែរឬទេព្រះអង្គគ្រូខ្ញុំព្រះករុណាសូមលំអោនកាយថ្វាយបង្គំអរព្រះគុណព្រះអង្គគ្រូដែលយ៉ាងជ្រាលជ្រៅអំពីចម្ងាយសូមអរព្រះគុណសូមថ្វាយបង្គំលាចម្រើនពោសាធុញោមរៀនបន្តញោមពិចារណារាល់ពេលដែលញោមចាប់ផ្ដើមเป็นភ្នែនចាប់ផ្ដើមប្រតិបត្តិវិបស្សនាក្នុងអរិយាបថណាមួយក៏ដោយក្នុងអរិយាបថទាំង8ដែលគ្រូបរៀនញោមហើយបងញោមពិចារណាថាក្នុងកាយនេះមានធាតុ6គឺបតវ័យធាតុអបោធាតុតេជោធាតុវាយោធាតុអាកាសធាតុនិងវិញ្ញាណធាតុធាតុ5គឺជាធាតុមិនដឹងធាតុ1គឺវិញ្ញាណធាតុនឹងគឺជាធាតុដឹងដីទឹកភ្លើងខ្យល់អាកាសនិងវិញ្ញាណធាតុ6ហ្នឹងបងដីទឹកភ្លើងខ្យល់អាកាសនេះជាធាតុមិនដឹងវិញ្ញាណធាតុគឺជាធាតុដឹងធាតុទាំងអស់នេះជារបស់មិនទៀងមិនមែនអញមិនមែនជារបស់អញញោមយោនិសោមនសិការៈបែបហ្នឹងហើយញោមនៅក្នុងចិត្តឧបេក្ខាហើយញោមប្រតិបត្តិទៅមើលសម្លឹងតាមមេរៀននៃគ្រូប្រាប់ញោមបងតែមានមេរៀនថ្មីជាច្រើនទៀតដែលញោមអាចបានមករៀនញោមអត់តន់ចេះបងមានឱកាសញោមមករៀនភាសាទៀតមកបងមេរៀននៃគ្រូបរៀនញោមមានច្រើនទៀតបងមេរៀនដែលយើងប្រតិបត្តិវាមានធាតុ4ធាតុ6និងធាតុ18ដែលញោមទៅរៀនណាបងតែយើងទៅរៀនត្រូវប្រតិបត្តិតរហូតដល់ធាតុទាំងអស់ហ្នឹងមកប្រកបដូច្នេះហើយញោមត្រូវមានពេលមករៀនភាសាទៀតគ្រូនឹងបរៀនញោមលម្អិតបងតែតេតងបើញោមអត់តន់មានឱកាសញោមប្រតិបត្តិតាមវិធីដែលគ្រូប្រាប់ខាងលើអំបញ្ញមិញញោមពិចារណាបែបហ្នឹងទៅញោមនឹងឃើញកាយរបស់ញោមហ្នឹងនឹងបែកចេញនៅធាតុទាំង6ដែលចេញអំពីគ្នាហើយបងប៉ុន្តែធាតុនីមួយពេលដែលវាដាច់ចេញអំពីគ្នាញោមក៏យោនិសោមនសិការៈថាធាតុនោះមិនទៀងមិនអញមិនជារបស់អញរហូតដល់ដាច់ចេញអំពីកាយនិងចិត្តបងពេលញោមអស់សង្ស័យរវាងកាយនិងចិត្តនាមនិងរូបនេះហើយបានញោមរៀនវិបស្សនានៅក្នុងធាតុ18បានបងគ្រូសូមជូនពរឲ្យញោមសប្បុរសទាំងអស់គ្នាទាំងប្រុសទាំងស្រីពុទ្ធបរិស័ទអ្នកមានសេចក្តីជ្រះថ្លាប្រាថ្នាមានដំណើរចិញ្ចាក់ទុកអំពីវត្តដាក់តាមផ្លូវកាយានុបស្សនាសតិប្បដ្ឋាននេះសូមឲ្យញាតិញោមបានឃើញច្បាស់នៅការកាត់លុតរបស់សង្ខារដែលអាចឆ្លងផុតបាយភូមិបានហើយបានឃើញច្បាស់នៅព្រះនិព្វានក្នុងការខាងមុខនៅក្នុងចិត្តនេះយ៉ាងប្រកបពុទ្ធសាធុ